ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះងើបពីដេកមកពេលព្រឹកអញ្ចឹងឃើញឪគាត់ទិញបានផ្លែឈើច្រើនដែរនេះមានផ្លែសមោហើយនិងផ្លែកន្ទួតព្រៃដូចជាគេទិញយកទៅធ្វើថ្នាំឈើអីហ្នឹងឯងខ្ញុំសូវដឹងច្បាស់ដែរទេបងប្អូនគេកំងឲ្យទិញអុយឪក៏គាត់ទិញអុយតែម្ដងទៅហើយផ្លែល្អទៀតរដូវនេះរដូវប្រាំងអញ្ចឹងគឺផ្លែចាស់ល្អបងប្អូនទាំងបេអញ្ចឹងតែម្ដងនេះផ្លែល្អផ្លែកន្ទួតព្រៃបានច្រើនបងប្អូនផ្លែកន្ទួតព្រៃនឹងច្រើនជាងផ្លែសមោទៀតផ្លែសមោអត់សូវមានទេខែនេះដូចជាជ្រុះអស់ហើយបងប្អូនអត់សូវមានទេហើយអ្នកភូមិរបស់ខ្ញុំហ្នឹងគឺថាគាត់ទៅបេះបងប្អូនឲ្យតែកំងគឺគាត់ទៅបេះហើយតែបើថាឲ្យសម្បូរអីមិនសូវជាសម្បូរអីទេមានតិចតួចដែរទេគាត់ដើររកបេះហ្នឹងទៅរំបានយូរដែរបងប្អូនអត់សូវបានច្រើនទេដូចជាម្នាក់ដូចជាបាន30-40គីឡូអីហ្នឹងឯងតែងាយស្រួលហើយយើងនៅតាមទីជនបទអញ្ចឹងយើងអត់សូវចំណាយថវិកាច្រើនទេគឺអត់សូវចំណាយលើការហូបចុកអីច្រើនប្រហែលទេបងប្អូនហើយបើយើងចង់រលុយឬក៏រប្រាក់ចំណូលអីក៏រៀងងាយស្រួលដែរតែថាបើថាឲ្យស្រួលអីណាក៏មិនសូវជាស្រួលទេគ្រាន់ថាយើងនៅធ្វើការងារនៅភូមិនៅផ្ទះរបស់យើងហ្នឹងបាននៅជុំគ្រួសារជុំម៉ែជុំបងជុំប្អូនជុំកូនអញ្ចឹងណាមានហូបអីជាមួយគ្នាគឺយើងអត់សូវពិបាកទៀតនេះបងប្អូនផ្លែល្អណាខ្ញុំក៏លើកចាក់ដាក់បាវពីបាវមួយទៅបាវមួយឲ្យពេញចង់ឲ្យស្រួលបួលទៅស្រួលពេលយើងយកទៅឲ្យគេគឺងាយស្រួលហើយណាមួយទៀតឲ្យខ្ញុំហ្នឹងគាត់ហាត់ទៀតគាត់ហាត់ឲ្យអត់មានអ្នកជួយទេបងប្អូនព្រោះបងប្អូនហ្នឹងគាត់យកប្រពន្ធបែកផ្ទះអស់ហើយនៅតែខ្ញុំគឺនៅតែជាមួយខ្ញុំអញ្ចឹងណាបើខ្ញុំអត់ជួយក៏អត់មានអ្នកជួយដែរម៉ែក៏គាត់រៀងចាស់ដែរហើយអញ្ចឹងមានទេឪខ្ញុំហើយនឹងខ្ញុំទេការងារផ្ទះធ្វើទៅ2នាក់ហ្នឹងតែមិនថាម៉ែខ្ញុំគាត់អត់បានធ្វើអីណាគាត់ធ្វើដែរគាត់ធ្វើការងារផ្ទះតែបើខ្ញុំនឹងឪគឺខ្ញុំជួយគាត់បានតិចមិនសូវជាមានពេលទំនេរជួយគាត់ដូចពីមុនទេឥឡូវខ្ញុំរៀងរវល់ដែរអញ្ចឹងទៅអ្វីដែលខ្ញុំឆ្លៀតបានខ្ញុំក៏ឆ្លៀតជួយគាត់ទៅអញ្ចឹងឯងកូនពៅស្រីមិនងាយណាបងប្អូនបងប្អូនហ្នឹងគាត់យកប្រពន្ធទៅគាត់បែកផ្ទះអស់ហើយអញ្ចឹងខ្ញុំការងារអីក៏ខ្ញុំធ្វើដែរនិយាយរួមទៅឲ្យតែគាត់ត្រូវការឲ្យខ្ញុំជួយឬក៏មានអីឲ្យខ្ញុំធ្វើគឺខ្ញុំធ្វើឲ្យតែអត់សូវបានជួយអញ្ចឹងណាអនុផលព្រៃឈើគឺនៅពេលដែលយើងត្រូវការគឺយើងអាចដើររូបប្រមូលផលបានអញ្ចឹងបងប្អូននិយាយរួមទៅយើងនៅតាមទីជនបទនៅតាមស្រុកស្រែគឺងាយស្រួលក៏ថាបានថាពិបាកក៏ថាបានដែរនឹងស្រេចនឹងយើងឧស្សាហ៍ទេបើសិនជាយើងឧស្សាហ៍ពេលគេទិញអីអញ្ចឹងគឺយើងទៅដើររូបប្រមូលពីព្រៃឈើអញ្ចឹងអត្ថប្រយោជន៍នៃព្រៃឈើគឺថាច្រើនមែនតែននៅពេលដែលយើងខែផ្សិតយើងដកផ្សិតអញ្ចឹងណាខែផ្សិតយើងដកផ្សិតខែផ្កាអូគីដេដកផ្កាអូគីដេអញ្ចឹងទៅផ្លែកន្ទួតផ្លែស្មោអីអញ្ចឹងទៅតាមរដូវមួយគឺបើនិយាយរួមទៅគឺថាងាយស្រួលម្យ៉ាងដល់ពេលខែកោះតលងដល់ពេលខែឬគ្រាប់ចន្ទីប្រមូលផលគ្រាប់ចន្ទីទៅហើយដល់ពេលរដូវខ្យងអញ្ចឹងណាបងប្អូនគឺទៅតាមរដូវតែយើងនៅតាមទីជនបទអញ្ចឹងគឺយើងរកប្រាក់ចំណូលហ្នឹងទៅតាមរដូវមួយតែបើថាឲ្យស្រួលមិនសូវជាស្រួលអីប្រហែលណាទេបានមកដោះស្រាយជីវភាពពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងណាដូចខ្ញុំនេះអីខ្ញុំស្រីទេប៉ុន្តែខ្ញុំចេះធ្វើការងារទាំងអស់ដោយសារតែខ្ញុំធ្លាប់ធ្វើពីតូចបងប្អូនពីតូចម៉ែឪខ្ញុំគាត់មិនដែលប្រើខ្ញុំទេប៉ុន្តែមនុស្សខ្ញុំរពឹសអញ្ចឹងរពឹសហើយខ្ញុំចូលចិត្តជួយធ្វើនេះធ្វើនោះដល់ពេលខ្ញុំធំទៅក៏ខ្ញុំងាយស្រួលដែរគឺដូចថាយើងធ្លាប់ធ្វើការងារពីតូចអញ្ចឹងហើយដល់ពេលយើងធំឡើងគឺការងារអីក៏យើងចេះធ្វើដែរលើកលែងតែការងារណាដែលធ្ងន់អីខ្ញុំធ្វើអត់កើតហ្នឹងអត់បានធ្វើតែបងប្អូនគាត់ធ្វើជំនួសអញ្ចឹងណាថ្ងៃនេះបងប្អូនគាត់ទៅផ្ទះអស់ហើយអញ្ចឹងមានតែធ្វើខ្លួនឯងរដងបើបងប្អូននៅគឺបងប្អូនធ្វើជំនួសគាត់អត់បានឲ្យយើងធ្វើទេហត់ពេកអញ្ចឹងក៏អង្គុយសម្រាកបន្តិចចឹងទៅហត់គូសំដែរនេះដូចជាចិត្ត10បាវដែរនេះផ្លែសមោបងប្អូនមកថងផ្លែសមោបើយើងយកទៅហូបជូរឆ្ងាញ់ណាបងប្អូនហូបជាមួយអំបិលប្រហុកក្រៀមអីហ្នឹងគឺថាឆ្ងាញ់មែនតើនេះខ្ញុំចូលចិត្តសម្បីតែម៉ែខ្ញុំក៏គាត់ចូលចិត្តហូបដែរផ្លែសមោហ្នឹងពេលយើងហូបគឺថាឆ្ងាញ់មែនតែន
ជូជូចាត់ណាហើយឆ្ងាញ់ទៀតអរគុណបងប្អូនដែលស្រឡាញ់ចូលចិត្តកុំភ្លេចជួយ like ជួយ